ថ្ងៃនេះមានវីដេអូចែករំលែកទាក់ទងនឹងការធ្វើមុខម្ហូបមួយមុខមានឈ្មោះថាខទារបស់បងប្អូនដែលធ្លាប់តែខសាច់ជ្រូក3ជាន់ខគោខសាច់មិនអីហ្នឹងអាចฝากមកធ្វើម្ហូបមុខនេះបានបែបខទាដំបូងគឺយើងកុំរំលីងស្ករក្រហមឲ្យឡើងជើងក្រងឲ្យឈ្ងុយមករំលីងវាឲ្យឡើងជើងក្រងហើយបានយើងដាក់គ្រឿងមានខ្ទឹមសឈើអែមផ្កាច័ន្ទគល់លឹកត្រីដេងក្រូចសើចខ្ចីទៅដើម្បីវាកាត់ក្លិនឆ្អាបរបស់ទាអញ្ចឹងណាបើយើងមានដាក់នេះដែរម្រេចយើងបងប្អូនអាចធ្វើបានខទាមួយមុខនេះលក្ខណៈដូចខគោយើងអាចញ៉ាំជាមួយមីគុយទាវអីបាននំប៉័ងអីបានហើយបន្លែវាយើងមានអីមានតែខ្ទឹមបារាំងការ៉ុតជីអង្វងជីយ៉ាណាមកអមយើងដាក់ពេលយើងញ៉ាំឆ្ងាញ់អញ្ចឹងបងប្អូនអាចសាកធ្វើនៅផ្ទះបានមុខនេះធានាថាឆ្ងាញ់យើងអាចដាក់កំពងស្ងោរចូលបន្ថែមទៀតក៏បានដែរពី3គ្រាប់អញ្ចឹងបងប្អូនដែលចូលចិត្តម្ហូបលក្ខណៈខអញ្ចឹងអាចខទុកមានទូអីដាក់ទូបានតែពេលយើងរំលែងគ្រឿងស្ករក្រហមឡើងឈ្ងុយអស់ហើយយើងដាក់សាច់ទាចូលហើយដើម្បីឆាប់កាត់ក្លិនទាបានលឿនយើងប្រើស្រាសយើងក៏បានយើងឲ្យប្រភេទស្រាសដាក់ស្រាសដើម្បីកាត់ក្លិនទាទី1ទី2ធ្វើឲ្យសាច់យើងរាងឆាប់ផុយដែរអញ្ចឹងណាហើយទីបើយើងដាក់ស្រាចូលជាមួយយើងកូរវាទៅកូរសាច់ជាមួយនឹងស្ករយើងម្ល៉េចហ្នឹងឲ្យវាឡើងក្រហមបន្តិចបានយើងដាក់ទឹកដល់យើងដាក់គ្រឿងចូលឲ្យហើយទៅដើម្បីរងាស់វាឆាប់ចូលជាតិមានប៊ីចេងស្ករត្រីពីខ្យងអំបិលបន្តិចដើម្បីឲ្យវារសជាតិឆាប់ដិតល្មមពេលយើងដាក់គ្រឿងហើយយើងកូរវាយើងដាក់ទឹកត្រីជាមួយបានយើងកូរឆាវាជាមួយនឹងស្ករយើងម្ល៉េចឲ្យវាឡើងពណ៌ក្រហមអស់ហើយតែបានយើងចាក់ទឹកចូលយើងគ្របងាស់ជាការស្រេចឥឡូវយើងបានងាស់វាហើយទឹករយៈពេលបានកន្លះម៉ោងទៅ1ម៉ោងវាចាប់ដើមផុយអរគុណសម្រាប់ការមើលវីដេអូដល់ចប់កុំភ្លេចសាកធ្វើនៅផ្ទះធានារសជាតិឆ្ងាញ់អរគុណច្រើន